អ្នកដែលកំពុងតែតស៊ូដើម្បីជីវភាពប្រចាំថ្ងៃព្យាយាមស្វែងរកនិងវាយយកនូវសុភមង្គលរបស់ខ្លួននឹងជាសម្បត្តិជូនទៅជនរួមជាតិបើសិនអ្នកលឺពេលនេះខ្ញុំនៅឃ្លាតតែចិត្តខ្ញុំតែនឹងអ្នកជានិញរាល់ពេលវេលាខ្ញុំមិនអាចបំភ្លេចខ្ញុំតែងតែគិតថាធ្វើបទចម្រៀងនេះផ្ញើទៅមិនដោយចិត្តមិនលំអៀងពីលើអ្វីដែលខ្ញុំឃើញអ្វីដែលខ្ញុំធ្លាប់ពីគ្រប់ម៉ាន់ដល់ពីបបពីសោតខ្ញុំធ្លាប់គេហៅថាជាក្មេងទំនើងព្រោះខ្ញុំជាមមាញដែលចូលចិត្តភ្លើងឥឡូវជីវិតខ្ញុំមិនដូចមុនទៀតឡើយឃើញសុភមង្គលនៅចិនបង្កើយពិភពលោកបដូរពីមួយថ្ងៃទៅមួយថ្ងៃមនុស្សគ្រប់រូបចង់សម្រាញ់ក្តីសម័យងាកទៅជនជាតិខ្ញុំមិនណែងវិញយ៉ាងណាដែរជីវភាពមិនទៅឲ្យអ្នកស្រុកខ្មែរជាពិសេសបងប្អូនអ្នកចំការរោគស៊ីចំពាក់មេចងការលុយខំរោគបានត្រឹមតែសងការមិនដឹងថាបន្ទាប់តើត្រូវធ្វើយ៉ាងណាឲ្យស្រីកាត់ដីគ្នាធ្វើការហត់ចិញ្ចឹមគ្រួសារដែលនៅវិជនបទដឹងថាពិបាកតស៊ូដោយអំណត់ប្រាំងខែទឹកវិគ្រាន់បើជាអត់កំសត់បែងដងអង្រួនបំណុលនៃជីវិតនេះស្អិតដូចកមួនតើពេលណាទើបយើងរួចខ្លួនមិនចង់ឃើញខ្មែរធ្វើខ្ញុំចិននឹងយួនឃើញសង្គមវាយ៉ាងនេះអ្នកតូចត្រូវគេជន់ដល់អ្នកធំដល់តែជីស្ពុតនេះទុកសៅមួយគំនោអ្នកមានតែមួយក្តាប់អ្នកក្រមួយនគររស់នៅក្នុងពីភូមិឡងណាមិត្តអើយត្រូវតែមាននៅក្តីសង្ឃឹមណាមិត្តអើយព្រោះតែមិនតែមានទំនើចែងចាំងមួយជីវិតយើងចង់បានសងដោយប្រាថ្នាអត់ធ្មត់ហើយនឹងឆាន់ទាំងយើងរក្សាការលំបាកបណ្ដាលឲ្យខំតស៊ូកាន់តែយូរកាន់តែឃើញបញ្ហាពាក្យខ្ញុំសរសេរធ្វើឲ្យកប់ប្រាជ្ញាប្រហែលថ្ងៃមួយខ្ញុំនឹងបានសេរសាដោយសារតែសម្ដីខ្ញុំមិនធម្មតាប៉ុន្តែថាខ្ញុំមិនអាចឈុំចលនាពីងជួនគ្មានអ្នកណាអាចទុំបើសិនអ្នកទើសចាក់ភ្នែកខ្ញុំមកខ្វាក់ដើម្បីកុំឲ្យខ្ញុំឃើញអំពើអបលាក់នៅទីនេះស្មានថាបានក្តីសុខតែនៅក្នុងចិត្តខ្ញុំវិញមិនសំណប់បែរមើលទៅមាតុភូមិខ្ញុំតោមិននឹងដូចអ្នកបាត់ដីដែលខំទាយកមកវិញត្រូវរឹបអូសដោយអំពើហិង្សាជនរងគ្រោះគឺគ្មានសិនតវ៉ាមនុស្សទុច្ចរិតគ្មានមនោសញ្ចេតនាបំផ្លាញដោយចេតនាចាន់ទុំអ្នកក្រវណ្ណៈថោកជាងអាចហើយអ្នកចាញ់គឺជាចៅអ្នកឈ្នះគឺជាស្ដាប់ជោគវាសនាមិនមែនអ្នកសម្រាញ់ធ្វើលើកុំមិនចោលសំផឹងសញ្ញេតែមួយខ្វាច់ជួនកាលមានអារម្មណ៍ដូចវង្វេងរឿងនេះខ្ញុំកំពុងបែកឆ្វេងដែលយកខ្ញុំមកមើលឲ្យព្រះជាម្ចាស់ខ្ញុំធំក្នុងសង្គមវង្វេងប្រវត្តិសាស្ត្ររស់នៅក្នុងពីភូមិឡងណាមិត្តអើយត្រូវតែមាននៅក្តីសង្ឃឹមណាមិត្តអើយព្រោះតែមិនតែមានទំនើចែងចាំងមួយជីវិតយើងចង់បានសងដោយប្រាថ្នាអត់ធ្មត់ហើយនឹងឆាន់ទាំងយើងរក្សាការលំបាកបណ្ដាលឲ្យខំតស៊ូស្ដាប់ខ្ញុំអធិប្បាយពាក្យខ្ញុំសម្រាយយកបលយុវវ័យជូនទៅមិនទាំងឡាយអ្វីដែលយើងឃើញចងចាំនៅនឹងចិត្តមុតបិទនៅត្រាទុកជាចលនាគំនិតសូភាសិតនេះធម្មតាអ្នកចូលចិត្តចម្រៀងដូចជាញ៉ាំអាហាររីឯខ្ញុំអ្នក design ហួហាបញ្ចេញនៅមតិដូចបំបាយសីមាចង់និយាយចង់ថាកុំខ្លាចគេសង្ស័យគេចូលចិត្តវិនិច្ឆ័យបើសិនសេរីភាពនេះមិនឥតគិតថ្លៃខ្ញុំសុខចិត្តយកឆន្ទៈបដូរយកក្តីស្រមៃអធិដ្ឋានរកសន្តិភាពចង់ឲ្យជីវិតមានរបៀបមិនចង់រស់នៅក្រោមគំនាបស្ដាប់ពីអំនួតនៃជនចៅមកសៀតដាក់សម្ពាធលាតដៃឲ្យពិតជាឃាតហៅជុកទៅវាយនៅវាលពិឃាតយើងមិនដឹងថានៅមានប៉ុន្មានទៀតតែសំពះប្រទានពលដល់អ្នកស្នេហាជាតិរស់នៅក្នុងពីឧបសគ្គរាល់ដំណាក់ដូចជាឆាកទៅកំណត់នៅតែមិនបោះបង់ចិត្តដំណត់ដើម្បីឲ្យអ្នកស្វែងយល់អត្តន័យនៃសុភមង្គល